ទីតាំងម៉ាសាកោជប់ជាង20កន្លែងនៅក្នុងក្រុងព្រះសីហនុត្រូវបានបិទទ្វាររត់ខ្ចាត់ខ្ចាយបន្ទាប់ពីមន្ត្រីចុះរិទ្ធបន្ទឹងទប់ស្កាត់អំពើជួញដូរមនុស្សរកស៊ីផ្លូវភេទនិងប្រើប្រាស់គ្រឿងញៀនកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុដែលដឹកនាំដោយលោកខូនម៉ននាយករដ្ឋបាលសាលាក្រុងបានចុះត្រួតពិនិត្យនិងណែនាំហាមឃាត់ទីតាំងម៉ាសាកោជប់ចំនួន27កន្លែងក្នុងក្រុងព្រះសីហនុកាលពីយប់ថ្ងៃច័ន្ទទី24ខែមិនិនាឆ្នាំ2025នេះដើម្បីជាការរឹតបន្តឹងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទប់ស្កាត់នៅអំពើចែកចាយគ្រឿងញៀនខុសច្បាប់ការជួញដូរមនុស្សនិងសេវាកម្មបម្រើផ្លូវភេទជាដើមដែលការចោទអនុវត្តនេះទទួលបានការសាទរយ៉ាងខ្លាំងពីមហាជនខណៈដែលទីតាំងអាជីវកម្មខ្លះកន្លងមកបើករកស៊ីដោយគ្មានសណ្ដាប់ធ្នាប់និងលួចអ្នកបង្កប់នៅអំពើល្មើសផ្សេងជាច្រើនបើតាមមន្ត្រីសាលាក្រុងព្រះសីហនុបានឲ្យដឹងថាសមត្ថកិច្ចបានចុះត្រួតពិនិត្យនិងអប់រំណែនាំទីតាំងម៉ាសាកោជប់ក្នុងសង្កាត់លេខ4ក្រុងព្រះសីហនុសរុបបានចំនួន27ទីតាំងក្នុងនោះមានចំនួន21ទីតាំងបានបិទទ្វារផ្អាកអាជីវកម្មអំឡុងពេលដែលមន្ត្រីក្រមការងារចុះទៅត្រួតពិនិត្យចំណែកចំនួន6ទីតាំងទៀតត្រូវបានមន្ត្រីអប់រំនិងដកហូតស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មដែលពុំមានលិខិតអនុញ្ញាតនិងខុសលក្ខណៈបច្ចេកទេសព្រមទាំងដាក់តាំងនៅលើចំណីផ្លូវសាធារណៈបានចំនួន6ស្លាកយីហោមន្ត្រីសាលាក្រុងដដែលបានបញ្ជាក់យ៉ាងច្បាស់ថាបើសិនជាមានទីតាំងណាមួយត្រូវបានរកឃើញថាបានប្រព្រឹត្តអំពើល្មើសខុសពីគោលការណ៍ណែនាំរបស់មន្ត្រីខាងលើនោះសមត្ថកិច្ចនឹងមានវិធានការតាមផ្លូវច្បាប់ទៅលើទីតាំងទាំងនោះដោយគ្មានការលើកលែង